ដុំថ្មចម្លែកទាំង4នេះត្រូវបានគេចាត់ទុកថាជាថ្មធម្មជាតិដែលចម្លែកនិងអាចកំបាំងបំផុតនៅក្នុងលោកក្រៅពីបង្កើតជីវិតភេទរស់ជាច្រើនប្រភេទរួមទាំងមនុស្សអាចរស់រានមានជីវិតនៅលើផែនដីបានហើយធម្មជាតិក៏មានលក្ខណៈអស្ចារ្យដទៃទៀតជាច្រើនដែលគួរឲ្យចាប់អារម្មណ៍និងស្ញប់ស្ញែងជាខ្លាំងភាពអស្ចារ្យនៃធម្មជាតិមិនទាន់អាចមានអ្នកវិទ្យាសាស្ត្ររូបណាធ្វើការសិក្សាបានគ្រប់ជ្រុងជ្រោយនៅឡើយទេតួយ៉ាងនៅក្នុងអត្ថបទនេះយើងនឹងលើកយកដុំថ្មដ៏ចម្លែកចំនួន4ដែលមានទីតាំងខុសៗគ្នានៅលើផែនដីថ្មទាំងនេះសុទ្ធតែមានទំហំធំនិងលក្ខណៈខុសប្លែកពីថ្មទូទៅធម្មតាទាំងឡាយដែលយើងធ្លាប់បានស្គាល់ភាពខុសប្លែករបស់វាក៏បានបង្កើតជាទិដ្ឋភាពមួយដ៏ស្រស់ស្អាតនិងទាក់ទាញចិត្តរបស់អ្នកជំនាញជាច្រើនក្នុងការទៅសិក្សាស្រាវជ្រាវពីវាផងដែរដូច្នេះមកស្គាល់ថ្មចម្លែកទាំង4ដែលគេជឿថាមានអាចកំបាំងនិងសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចបកស្រាយបានលម្អិតពីវាបានដូចខាងក្រោម1ថ្មអាល់ណាស្លាវាស្ថិតនៅជិតអូអាស៊ីក្នុងប្រទេសអារ៉ាប៊ីសាអូឌីតថ្មអាល់ណាស្លាជាថ្មដែលកកើតឡើងដោយខ្សាច់ដ៏ធំនិងមានមុខកាត់ប្រហែល6ម៉ែត្រនិងកម្ពស់ប្រហែល9ម៉ែត្រលក្ខណៈពិសេសរបស់វាដែលគេមិនអាចបកស្រាយបាន 100% នោះគឺដោយសារតែវាត្រូវបានពុះចែកជាពីរភាគស្មើៗគ្នានិងត្រង់ភ្លឹងហើយផ្នែកទាំងសងខាងនៃថ្មនេះត្រូវបានទ្រដោយថ្មតូចមួយនៅខាងក្រោមតែប៉ុណ្ណោះអ្នកជំនាញសន្និដ្ឋានថាការពុះចែកនៃថ្មនេះអាចកើតឡើងដោយសារការប្រែប្រួលភូមិសាស្ត្រឬការកកឬរលាយទឹកនៅក្នុងខ្យល់ប៉ុន្តែចំពោះមូលហេតុជាក់លាក់នៅមិនទាន់ច្បាស់នៅឡើយទេ2ថ្មបែករាងផ្លែប៉ោមទីតាំងរបស់វាស្ថិតនៅឆ្នេរអូសាននៃកោះ Tasman ខាងត្បូងក្នុងប្រទេសនូវែលសេឡង់ថ្មនេះមានរូបរាងដូចផ្លែប៉ោមដ៏ធំមួយប៉ុន្តែត្រូវបានពុះជាពីរចំណែកស្មើដូចគ្នាអ្នកជំនាញគិតថាការបែកនៃថ្មនេះគឺជាប្រតិកម្មធម្មជាតិដោយសារមានទឹកជ្រាបចូលក្នុងស្នូលនៃថ្មបន្ទាប់មកទឹកនោះបានកកហើយក៏ធ្វើឲ្យថ្មនេះបែកតែម្ដងវាជាថ្មដែលមានភាពគួរឲ្យចាប់អារម្មណ៍ខ្លាំងមួយព្រោះតែជាទីពេញនិយមក្នុងចំណោមអ្នកទេសចរជាច្រើន3ថ្ម Moraki ឬ The Moraki Boulder ថ្មនេះស្ថិតនៅតាមបណ្ដោយឆ្នេរ Ko'e-Kohe កោះអូតាគូខាងត្បូងនៃប្រទេសនូវែលសេឡង់លក្ខណៈអស្ចារ្យរបស់វាគឺមានរូបរាងមូលរលោងស្ទើរឥតខ្ចោះមានទំហំមុខកាត់ចាប់ពី 2.2 ម៉ែត្ររហូតដល់ 3 ម៉ែត្រប៉ុន្តែមិនមែនជាការបង្កើតដោយមនុស្សនោះទេតាមការសិក្សាបានបង្ហាញថាថ្មនេះមានអាយុកាលប្រហែល60លានឆ្នាំមកហើយវាក៏កើតឡើងពីរ៉ែម្យ៉ាងដែលមានឈ្មោះថា Calcite Concretion ហើយនៅពេលដែលវាត្រូវប៉ះដោយទឹករលកបក់បក់យូរទៅក៏ក្លាយជារាងមូលនិងរលោងបែបនេះថ្មនេះក៏មានជាប់ពាក់ព័ន្ធនឹងរឿងព្រេងរបស់កសម្ព័ន្ធជនជាតិម៉ូរីផងដែរហើយបច្ចុប្បន្នមានសល់ប្រហែលជាង50គ្រាប់នៅតាមបណ្ដោយឆ្នេរ4 The Devil's Tower ស្ថិតនៅក្នុងរដ្ឋ Wyoming ភាគខាងជើងសហរដ្ឋអាមេរិកវាមិនមែនគ្រាន់តែជាដុំថ្មដោយប្រភេទខាងលើឡើយព្រោះវាមានទំហំធំប្រហែលនឹងភ្នំមួយទៅហើយដែលមានកម្ពស់ប្រហែល386ម៉ែត្រពីដីរូបរាងដ៏ចម្លែករបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថាបានកើតឡើងនៅពេលដែលសិលាម៉ាក់ម៉ារបស់ភ្នំភ្លើងចូលទៅក្នុងស្រទាប់ថ្ម sedimentary ហើយបន្ទាប់មកចុះត្រជាក់នៅក្រោមដីនិងក្រោយមករាប់លានឆ្នាំថ្មដែលនៅជុំវិញនោះក៏ទទួលរងសំណឹកយូរទៅក៏រលាយបាត់អស់បន្សល់ទុកតែស្នូលភ្នំភ្លើងដែលរឹងមាំជាងគេនេះនៅឈរតែឯងចំពោះអាចកំបាំងរបស់វានៅក្នុងជំនឿវិញគេជឿថាកាលពីយូរលង់ណាស់មកហើយមានក្មេងស្រីចំនួន7នាក់បានរត់គេចពីសត្វខ្លាឃ្មុំយក្សដ៏ធំសម្បើមមួយនិងឡើងទៅពួននៅលើដីទួលមួយហើយដោយសារពួកនាងជាមនុស្សល្អវិញ្ញាណព្រៃដែលមាននៅទីនោះបានបញ្ជាឲ្យទួលនោះលូតឡើងខ្ពស់ទៅឲ្យផុតពីសត្វខ្លាឃ្មុំរីឯស្នាមឈុតដែលមាននៅជុំវិញនោះគេជឿថាបានមកដោយសារតែក្រចករបស់សត្វខ្លាឃ្មុំដែលព្យាយាមឡើងទៅរកក្មេងស្រីទាំងនោះ